បាទថ្ងៃនេះមកធ្វើចែកដីធ្វើស្មៅធ្វើអីសម្រាមអីចឹងណាបងប្អូនត្រៀមឆៃមេបងប្អូនអើយថ្ងៃ30នេះឆៃមេហើយនេះចិត្តស្អាតហើយបាន20-30%ហ៎ពីអ្នកឪកូនផលវិភាបាទនឹងពុកនៅស្រុកបងប្អូនអើយអ្នកស្រែចំការមានអីបងប្អូនហ្នឹងហើយបោះយកហេងសុខសប្បាយនេះបងប្អូនណារាល់ចែកដីទាំងអស់តែមានរូបចម្លាក់មានផ្កាភ្ញីមានជាលំអងជាមួយចឹងណាបងប្អូនតែអត់សូវដឹងអត្ថន័យក្នុងហ្នឹងឯងបងប្អូនអើយនេះបងប្អូនអើយដល់កនេះសិតតែសម្ោចគេហៅសម្ោចខ្មៅតែពួកអាធំធំបងប្អូនហើយមួយទៀតចាស់ហៅស្អាអញ្ចឹងឯងបងប្អូនណានឹងហៅខុសត្រូវនេះសង្អាអញ្ចឹងឯងបងប្អូនណាធំជាងសម្ោចទៀតបងធំជាងសង្គ្រាំទៀតបងប្អូនខ្មៅគ្រប់រាប់ពាន់រាប់ម៉ឺនក្បាលក្នុងដបោកហ្នឹងបងប្អូនហើយអញ្ចឹងឲ្យវារៀងស្ងាត់សិនធ្វើប៉ុណ្ណឹងសិនឲ្យវាស្ងាត់ចាំធ្វើបន្តទៀតវាផ្អើបងប្អូនតកនេះនិយាយទៅមានអីមានតែដើមវល្លិបងប្អូនដើមវល្លិប្រភេទវល្លិទាំងអស់តែវល្លិខ្លះស្រួលបោចវល្លិខ្លះវាពិបាកបោចស្វិតអីវាបែកកាហែងអញ្ចឹងបងប្អូនចង់ដុសតាមកាហែងប្រេះហ្នឹងទៅចុះអញ្ចឹងវាធ្វើឲ្យស្អាតបងប្អូនហើយសម្រាប់បងប្អូនដែលមានខ្សែក៏ដូចជាចិនតែម្ដងហ្នឹងបានសម្អាតធ្នូចំហះស្មៅឬក៏ចែកដីនៅប៉ុន្តែដូចជាមានតែខ្មែរមានចែកដីបងប្អូនឥឡូវស្អាតហ្នឹងបងប្អូននេះស្អាតហើយថតឲ្យខ្ជូតទីបងប្អូនណានេះធ្វើព្រឹកព្រលឹមបងប្អូនណាវាស្រាយវាស្រូវបងប្អូនអើយឆ្ងាយដែរបងប្អូនឆ្ងាយពីស្រុកភូមិដែរវាស្រូវចែកដីខ្មៅបងប្អូនណានេះរដូវប្រាំងហើយពន្លឺស្អាតណាស់បងប្អូនណាចេញចាំងមើលបងប្អូនគឺឃើញនេះឃើញស្រាប់ហើយនេះចំកំពូលបងប្អូនណាព្រះទឹករះមកចំកំពូលទេសភាពស្អាតទេបងប្អូនទេសភាពស្អាតទេបងប្អូននេះបែបសុខស្រែបងប្អូនអើយក៏លឿងទុំមើលទៅដូចពណ៌មាសបងប្អូនស្រូវប្រាំងបងប្អូនបានផលទៀតហើយបងប្អូននេះ